នឹងខ្ញុំហៅស្រេណេសុំជម្រាបសួរចាតើលោកអ្នកដឹងទេថាប្រូតេអ៊ីនវីតាមីននិងសារធាតុរ៉ែគឺជាជីវជាតិដ៏សំខាន់សម្រាប់សារពាង្គកាយដែលជារឿងមួយដែលយើងគួរយកចិត្តទុកដាក់ហើយសារធាតុទាំងអស់នេះមាននៅក្នុងអាហារប្រចាំថ្ងៃរបស់យើងប៉ុន្តែបើអាហារប្រចាំថ្ងៃរបស់យើងមិនបានផ្ដល់នូវសារធាតុទ្រទ្រង់ទាំងអស់នេះគ្រប់គ្រាន់នោះទេទាំងសុខភាពរាងកាយទាំងមូលនឹងចុះខ្សោយជាលំដាប់ដែលជាមូលហេតុនាំឲ្យយើងងាយរងនឹងការវាយប្រហារពីមេរោគផ្សេងៗដើម្បីការពារពីភាពចុះខ្សោយនៃសារពាង្គកាយដោយសារកង្វះសារធាតុទ្រទ្រង់ទាំងអស់នេះនាងខ្ញុំសូមធ្វើការណែនាំអំពីអាតូមីស្ពីរូលីណាតោះទៅតាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នា 태고의 긴 역사를 가진 녹색 생명력 스피루리나. 깨끗한 물과 태양이 빚은 자연에서 자라는 스피루리나는 고단백의 훌륭한 단백질 공급원이자 다양한 영양소가 함유되어 있습니다. 하와이 카일로아 코나 해안의 깨끗한 해양 심층수, 원시의 밀림 주변에서 자라는 믿을 수 있는 원료, 스피루리나 원말 100%를 그대로 캡슐에 담은 에터미 퓨어 스피루리나 100%. ចាជាបឋមនាងខ្ញុំក៏សូមធ្វើការពន្យល់ឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់អំពី Spirulina ត្រូវបានទទួលស្គាល់ជាសកលថាជាអាហារសុខភាពដែលសម្បូរទៅដោយប្រូតេអ៊ីនចម្រុះនិងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើនប្រភេទថែមទៀតផង Spirulina ជាឈ្មោះហៅតាមអក្សរឡាតាំងហើយវាជាសារ៉ាយសមុទ្រដែលមានដុះនៅក្នុងសមុទ្រតំបន់ត្រូពិកដែលមានជីវិតរស់នៅលើផែនដីជាង 3,500 លានឆ្នាំមុនមកម្លេះ Spirulina ត្រូវបានអង្គការធំៗដូចជាអង្គការសុខភាពពិភពលោកអង្គការអវកាស NASA និងអង្គការ UNICEF ទទួលស្គាល់ជាផ្លូវការហើយនឹងដាក់ឈ្មោះឲ្យថាជាអាហារសម្រាប់អនាគតដោយសារតែវាសម្បូរទៅដោយប្រូតេអ៊ីនចម្រុះនិងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មលើសពីនេះទៅទៀត Spirulina មានភ្នាសកោសិកាស្ដើងដែលងាយជ្រៀតចូលទៅក្នុងសារពាង្គកាយកម្រិតនៃការជ្រៀតចូលនៅក្នុងសារពាង្គកាយខ្ពស់រហូតដល់ 95% ឯណោះតោះមកតាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នាថាតើអាតូមី Spirulina មានលក្ខណៈពិសេសអ្វីខ្លះទី1វាជា Spirulina ដែលដាំដុះនៅតំបន់កៃឡូកូណានៃកោះហាវ៉ៃដែលមានពន្លឺព្រះអាទិត្យពោរពេញទៅដោយថាមពលនិងខ្យល់អាកាសបរិសុទ្ធគ្មានការបំពុលបរិយាកាសនិងបរិស្ថានជាមួយបច្ចេកទេសកសិកម្មដែលប្រើប្រាស់ទឹករ៉ែបាតសមុទ្រក្នុងជម្រៅ 600 ម៉ែត្រទី2នៅក្នុងអាតូមី Spirulina ផ្ទុកទៅដោយប្រូតេអ៊ីន